នៅជាភូមិមួយដែលនៅឆ្ងាយពីទីប្រជុំជនមានផ្លូវដីក្រហមចាស់មួយកាត់កណ្ដាលព្រៃស្ងាត់ជ្រងំអ្នកភូមិគ្រប់គ្នាហៅវាថាផ្លូវមរណៈមូលហេតុគឺពេលយប់គ្មាននរណាម្នាក់ហ៊ានធ្វើដំណើរឆ្លងកាត់ទីនោះឡើយអ្នកខ្លះថាបានឃើញស្រមោលមនុស្សខ្មៅឈរនៅកណ្ដាលផ្លូវអ្នកខ្លះថាបានឮសំឡេងសេះរត់ទាំងដែលគ្មានសេះប៉ុន្តែរឿងដែលគួរឲ្យខ្លាចជាងគេគឺរឿងអំពីខ្មោចកំបត់ក្បាលកាលពីជាង50ឆ្នាំមុនមានទាហានម្នាក់ឈ្មោះសៃណាក្នុងសម័យសង្គ្រាមគាត់ត្រូវបានសម្លាប់នៅជិតផ្លូវនោះតាមរឿងដែលគេនិយាយតៗគ្នាក្បាលរបស់គាត់ត្រូវបាត់បង់ហើយសាកសពមិនត្រូវបានបញ្ចុះត្រឹមត្រូវឡើយចាប់តាំងពីពេលនោះមកមនុស្សជាច្រើនអះអាងថាបានឃើញរូបរាងមនុស្សម្នាក់គ្មានក្បាលដើរតាមផ្លូវនៅពេលអាធ្រាត្រក្នុងភូមិនោះមានយុវជនម្នាក់ឈ្មោះចៅចិត្រគាត់ជាមនុស្សក្លាហាននិងមិនជឿរឿងខ្មោចទេថ្ងៃមួយគាត់កំពុងអង្គុយផឹកកាហ្វេជាមួយមិត្តភក្តិឈ្មោះវណ្ណានិយាយថាកុំទៅផ្លូវមរណៈពេលយប់ឲ្យសោះចៅចិត្រសើចខ្មោចកំពត់ក្បាលខ្ញុំមិនជឿទេអ្នកដែលមិនជឿនឹងហើយដែលជួបមុនគេយប់នោះចៅចិត្រត្រូវទៅយកម៉ូតូពីភូមិជិតខាងផ្លូវតែមួយគត់គឺត្រូវឆ្លងកាត់ផ្លូវមរណៈម៉ោងជិត12យប់មេឃងងឹតខ្យល់ត្រជាក់បក់ខ្លាំងពេលគាត់ជិះដល់កណ្ដាលផ្លូវស្រាប់តែម៉ូតូរលត់ចម្លែកគាត់ព្យាយាមបញ្ឆេះម្ដងហើយម្ដងទៀតតែមិនឆេះភ្លាមគាត់ឮសំឡេងអ្វីមួយយ៉ាងតក់ដូចជាសំឡេងជើងដើរយឺតពីក្រោយខ្នងចៅចិត្របែរក្រោយគ្មាននរណាម្នាក់មានតែភាពងងឹតគាត់ដកដង្ហើមវែងប្រហែលខ្ញុំគិតច្រើនពេកតែភ្លាមនោះតក់សំឡេងនោះឮកាន់តែជិតលើកនេះមិនមែនពីក្រោយទេវាមកពីខាងមុខចៅចិត្រលើកពិលទូរស័ព្ទបញ្ចាំងទៅមុខអ្វីដែលគាត់ឃើញធ្វើឲ្យឈាមក្នុងខ្លួនត្រជាក់ភ្លាមនៅចំកណ្ដាលផ្លូវមានមនុស្សម្នាក់ឈរស្លៀកសម្លៀកបំពាក់ទាហានចាស់រហែករាងកាយប្រឡាក់ដីប៉ុន្តែគ្មានក្បាលកញ្ចឹងករបស់វាងងឹតសូន្យចៅចិត្រស្ទើរតែដួលដៃកាន់ទូរស័ព្ទញ័ររហូតរូបនោះឈោស្ងៀមមិនកម្រើកមួយសន្ទុះក្រោយមកវាចាប់ផ្ដើមដើរមួយជំហានពីរជំហាន3ជំហានសម្ដៅមករកគាត់ចៅចិត្ររត់ចេញពីម៉ូតូរត់អស់កម្លាំងចូលក្នុងព្រៃក្បែរនោះខ្យល់បក់ខ្លាំងមេឃឈើវាយមុខវាយខ្លួនប៉ុន្តែគាត់មិនហ៊ានឈប់ឡើយពេលរត់បានមួយសន្ទុះគាត់ក៏ងាកក្រោយរូបនោះបាត់ទៅហើយគាត់ត្រឡប់មកភូមិទាំងភ័យខ្លាចគ្មានអ្នកណាជឿគាត់ឡើយអ្នកខ្លះគិតថាគាត់ស្រវឹងអ្នកខ្លះគិតថាគាត់ស្រមើស្រមៃប៉ុន្តែយាយចាស់ម្នាក់ក្នុងភូមិបែរជាស្លេកមុខអញឃើញវាមែនទេបាទវាកំពុងស្វែងរកក្បាលរបស់វាវិញចៅចិត្រសួរមានន័យដូចម្ដេច
យាយចាស់ដកដង្ហើមធ្ងន់ធ្ងរអ្នកណាដែលឃើញវានឹងតាមរកអ្នករហូតលុះត្រាតែវារកឃើញក្បាលរបស់វាវិញយប់បន្ទាប់ចៅចិត្តគីងមិនលក់ប្រហែលម៉ោង12យប់ស្រាប់តែឆ្កែទាំងភូមិចាប់ដើមលូហ៊ូភ្លាមគាត់ឮសំឡេងគោះទ្វារតុកមួយដងពីរដងបីដងគាត់ដើរទៅមើលតាមប្រហោងទ្វារគ្មាននរណាម្នាក់តែពេលបើកទ្វារនៅលើដីខាងមុខផ្ទះមានប្រអប់ឈើចាស់មួយចៅចិត្តលើកវាចូលមកក្នុងផ្ទះបេះដូងលូតញាប់គាត់បើកប្រអប់នោះយឺតហើយស្រែកយ៉ាងខ្លាំងនៅក្នុងប្រអប់មានក្បាលមនុស្សចាស់មួយភ្នែកបើកធំមាត់ញញឹមគួរឲ្យខ្លាចហើយនៅក្រោមក្បាលនោះមានក្រដាស់មួយសន្លឹកសរសេរថាយកក្បាលនេះមកឲ្យខ្ញុំចៅចិត្តឈោស្ទើរតែដាច់ខ្យល់តើអ្នកណាយកប្រអប់នេះមកដាក់តើក្បាលនេះជារបស់អ្នកណាហើយតើខ្មោចកំបុតក្បាលពិតជាកំពុងតាមរកគាត់មែនឬបន្ទាប់ពីបើកប្រអប់ឈើហើយឃើញក្បាលមនុស្សនៅខាងក្នុងចៅចិត្តភ័យរហូតដល់ដៃជើងញ័រគាត់បិទប្រអប់វិញភ្លាមប៉ុន្តែពេលងាកទៅមើលម្ដងទៀតប្រអប់នោះទទេគ្មានក្បាលមនុស្សទៀតឡើយមានតែក្រដាស់មួយសន្លឹកប៉ុណ្ណោះនៅលើក្រដាស់នោះសរសេរដោយអក្សរពណ៌ខ្មៅថា3យប់ទៀតខ្ញុំនឹងមកយកក្បាលអ្នកយ៉ាចៅចិត្តស្ទើរតែមិនជឿភ្នែកខ្លួនឯងគាត់រត់ទៅប្រាប់យាយចាស់ដែលធ្លាប់និយាយរឿងខ្មោចកំបុតក្បាលក្រោយស្ដាប់ចប់យាយចាស់ស្លេកមកវាចាប់ផ្ដើមហើយតើខ្ញុំត្រូវធ្វើម៉េចឯងត្រូវរកការពិតពីអតីតកាលបើមិនដូច្នោះទេវានឹងមិនឈប់តាមឯងទេនៅថ្ងៃបន្ទាប់ចៅចិត្តនិងមិត្តរបស់គាត់វណ្ណាបានចាប់ផ្ដើមស្វែងរកព័ត៌មានចាស់ពួកគេទៅជួបមនុស្សចាស់បំផុតក្នុងភូមិបុរសចំណាស់ម្នាក់ឈ្មោះតាហេងបានប្រាប់ថាកាលពី50ឆ្នាំមុនមានទាហានម្នាក់ឈ្មោះសេនាគាត់មិនបានស្លាប់ក្នុងសង្គ្រាមទេគាត់ត្រូវគេសម្លាប់ចៅចិត្តនិងវណ្ណាសម្លឹងមុខគ្នាអ្នកណាសម្លាប់គាត់តាហេងស្ងាត់មួយសន្ទុះមុននឹងនិយាយបន្តមានមនុស្ស4នាក់ចង់លួចមាសដែលសេនាបានរក្សាទុកពួកគេបានស្ទះវាយគាត់នៅផ្លូវមរណៈបន្ទាប់មកកាត់ក្បាលគាត់ហើយកប់សាកសពនឹងក្បាលនៅកន្លែងផ្សេងគ្នាហេតុអីបានជាវាតាមមនុស្សសពថ្ងៃតាហេងដកដង្ហើមធ្ងន់ព្រោះវិញ្ញាណរបស់គាត់មិនអាចទៅចាប់ជាតិបានគាត់កំពុងស្វែងរកក្បាលរបស់ខ្លួនយប់ទី2ចៅចិត្តដេកនៅក្នុងផ្ទះម៉ោង12 អធ្រាត្រស្រាប់តែភ្លើងទាំងផ្ទះរលត់បន្ទប់ទាំងមូលងងឹតសូន្យបន្ទាប់មកតុកសំឡេងជើងដើរយឺតនៅក្រៅផ្ទះសំឡេងនោះកាន់តែជិតរហូតដល់ឈប់នៅមុខទ្វារបន្ទាប់មកតុកមានអ្នកគោះទ្វារចៅចិត្តមិនហ៊ានបើកឡើយប៉ុន្តែភ្លាមទ្វារបានរបើកដោយខ្លួនឯងនៅមុខទ្វារមានរូបរាងមនុស្សគ្មានក្បាលឈរ
សម្លៀកបំពាក់ទុយហ៊ានចាស់ចាស់ដៃរបស់វាលើកឡើងយឺតយឺតហើយចង្អុលទៅទិសព្រៃមរណៈមួយផ្លេតក្រោយមកវាក៏បាត់ខ្លួនព្រឹកឡើងចៅចិត្តសម្រេចចិត្តចូលព្រៃម្ដងទៀតគាត់និងវណ្ណានាំគ្នាទៅដល់កន្លែងដែលគេជឿថាសេនាត្រូវសម្លាប់នៅទីនោះមានដើមពោធិ៍ធំមួយក្រោមដើមពោធិ៍មានដីមួយកន្លែងលិចធ្លោក្រៅគេពួកគេចាប់ផ្ដើមជីកមួយម៉ោងក្រោយមកកំបិតរបស់វណ្ណាប៉ះអ្វីម្យ៉ាងរឹងរឹងពួកគេជីកបន្តបន្តិចម្ដងឆ្អឹងមនុស្សចាស់ចាស់បានលេចចេញមកហើយនៅក្បែរនោះមានលលាដ៍ដាបមួយខ្យល់បក់ខ្លាំងភ្លាមមេឃងងឹតដើមឈើរង្គើទាំងព្រៃព្រឹកឡើងចៅចិត្តសម្រេចចិត្តចូលព្រៃម្ដងទៀតគាត់និងវណ្ណានាំគ្នាទៅដល់កន្លែងដែលគេជឿថាសេនាត្រូវសម្លាប់នៅទីនោះមានដើមពោធិ៍ធំមួយក្រោមដើមពោធិ៍មានដីមួយកន្លែងលិចធ្លោក្រៅគេពួកគេចាប់ផ្ដើមជីកមួយម៉ោងក្រោយមកកំបិតរបស់វណ្ណាប៉ះអ្វីម្យ៉ាងរឹងរឹងពួកគេជីកបន្តបន្តិចម្ដងឆ្អឹងមនុស្សចាស់ចាស់បានលេចចេញមកហើយនៅក្បែរនោះមានលលាដ៍ដាបមួយខ្យល់បក់ខ្លាំងភ្លាមមេឃងងឹតដើមឈើរង្គើទាំងព្រៃរត់អស់កម្លាំងទៅកន្លែងដែលឆ្អឹងសាកសពត្រូវបានរកឃើញខ្យល់កាន់តែខ្លាំងស្រមោលខ្មៅកាន់តែជិតពេលនោះរូបរាងខ្មោចកំបុតក្បាលបានលេចឡើងម្ដងទៀតវាឈរនៅចំពោះមុខចៅចិត្តស្ងៀមស្ងាត់រងចាំចៅចិត្តលើកលលាក្បាលដាក់លើគ្រោងឆ្អឹងភ្លាមពន្លឺសភ្លឺចេញពីដីខ្យល់ឈប់បក់ព្រៃទាំងមូលស្ងាត់រូបខ្មោចកំបុតក្បាលចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងក្បាលរបស់វាបានលេចឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង50ឆ្នាំវិញ្ញាណរបស់សេនាបានរកឃើញរាងកាយពេញលេញរបស់ខ្លួនវិញស្រមោលឃាតករទាំង4ចាប់ផ្ដើមស្រែកពួកវារលាយបាត់ទៅក្នុងភាពងងឹតខណៈដែលសេនាងាកមកមើលចៅចិត្តគាត់លើកដៃគោរពបន្តិចដូចជាការថ្លែងអំណរគុណបន្ទាប់មករូបរាងរបស់គាត់ក៏រសាត់បាត់ទៅក្នុងពន្លឺសព្រឹកថ្ងៃបន្ទាប់អ្នកភូមិបាននាំគ្នាធ្វើបុណ្យឧទ្ទិសកុសលឲ្យសេនាឆ្អឹងនិងលលីក្បាលរបស់គាត់ត្រូវបានបញ្ចុះយ៉ាងត្រឹមត្រូវចាប់តាំងពីថ្ងៃនោះមកគ្មានអ្នកណាបានឃើញខ្មោចកបុតក្បាលទៀតឡើយផ្លូវមរណៈក៏លែងមានរឿងចម្លែកប៉ុន្តែអ្នកភូមិមួយចំនួននៅតែនិយាយថានៅយប់ស្ងាត់ខ្លះពួកគេអាចឃើញស្រមោលទីហ៊ានម្នាក់ឈរនៅចុងផ្លូវមិនមែនដើម្បីបន្លាចមនុស្សទេតែដើម្បីការពារអ្នកដំណើរដែលឆ្លងកាត់ទីនោះចប់រឿងខ្មោចកបុតក្បាលសារនៃរឿងអំពើអាក្រក់អាចលាក់បាំងបានមួយរយៈប៉ុន្តែពិតតែងតែត្រូវបានបង្ហាញនៅថ្ងៃណាមួយ